នេះនៅបន្តិចក៏មកធ្វើពីភ្ជួរហើយដូចខ្ញុំធ្វើផ្លត់ផុសមានវីដេអូហើយតាមរបៀបធ្វើបញ្ជីភ្ជួរបញ្ជីច្រូតបញ្ជីឡានអីគឺធ្វើចេះវាស្រួលវាមិនបាច់នឿយហត់ឥឡូវថាដីអឿនគាត់មានប្រមាណអាឧទាហរណ៍ថា 8A នៅក្នុងនេះនេះយើងបោះជាក់ស្ដែងយើងគាត់ចូលក្នុងសភៅមួយសិនអញ្ចឹងតកងគាត់បោះមកអញ្ចឹងបន្តមកយើងគ្រាន់តែបញ្ចូលមក8លេខ8យើងគ្រាន់តែដកមកអញ្ចឹងវានឹងចេញលុយលទ្ធផលយើងអានេះយើងគុណ2មានន័យថាភ្ជួរ1វាយស្រី1អញ្ចឹងវាចេញមក16អញ្ចឹង8 2ដល់16គុណជាមួយនឹងលុយវាឃើញលទ្ធផលលុយហើយបើសិនជាអានេះមាន2ដោយសារតែតំបន់ខ្ញុំនេះមានដីលើដីក្រោមអញ្ចឹងដីក្រោមឬក៏ដីបឹងហ្នឹងយើងគុណតែ15ទេអញ្ចឹងឧទាហរណ៍ថាដីក្រោម1មហាតឧទាហរណ៍អញ្ចឹងមហាតយើងសាកគិតមើលអញ្ចឹងវាស្មើនឹងមហាតវាស្មើនឹង150,000អញ្ចឹង2ហាត់វាស្មើនឹង30,000ជាមួយខ្ញុំចេញមកអញ្ចឹងលទ្ធផលគឺ30,000ហើយអានេះគឺវាបូកចូលគ្នាមានន័យថាខាងលើនេះ25,600ហើយនេះគឺ30,000អញ្ចឹងវាស្មើនឹង32,5,600អញ្ចឹងវាស្រួលឧទាហរណ៍ឥឡូវខ្ញុំដកអានេះវិញអញ្ចឹងវាដកឲ្យអូតូបើយើងខុសថាឡូវដីនេះយើងវាស់ខុសយើងចង់កែវិញបើយើងខត់ដាក់សភៅពេលដែលយើងចង់កែគឺប្រហែលឧទាហរណ៍ឥឡូវយើងចង់កែតែមួយវាខុសទាំងអស់ទិនលេងបើនេះអីអត់ខុសទេអញ្ចឹងវាបូកតគ្នាមកឲ្យរហូតមកនេះលទ្ធផលចុងក្រោយគឺអានេះអញ្ចឹងវាយើងដកនោះវាស្មើដកនេះដែរអញ្ចឹងវាអត់ប្របាក់យើងកែឆ្នៃទេអញ្ចឹងដល់ឥឡូវដីគេនេះតែ80ទេយើងដាក់មហាអញ្ចឹងឧទាហរណ៍ថាខុសអញ្ចឹងណាបន្ទាប់មកយើងគ្រាន់តែសរសេរលេខ80ចូលវិញហើយយើងคลิกមកអញ្ចឹងវានឹងចេញឲ្យអញ្ចឹង8គុណ8វាស្មើនឹង160អញ្ចឹងវាដូចឥឡូវអញ្ចឹងវាស្មើនឹង24,000គ្នាអញ្ចឹងវាដកឲ្យទាំងចំនួនដីទាំងចំនួនលុយគឺដកឲ្យស្រាប់តែម្ដងអញ្ចឹងគឺយើងគ្រាន់តែចងរូបមន្តម្ដងហើយដល់ពេលខាងដីហ្នឹងយើងអត់ចង់បានទេយើងដកវិញដូចថាយើងខុសអីណាយើងគ្រាន់តែលុបវិញនេះវាស្មើនឹង0នេះស្មើ0នេះខុសស្មើ0អញ្ចឹងលុយសរុបវាសល់តែ25,000ទេ600ទេអញ្ចឹងដោយសារតែឥឡូវអញ្ចឹងមកយើងលុបឥឡូវចេញមកទៀតអានឹងវាទៅជា00គ្រាន់តែយើងលុបវាដាក់អូតូទៅម្ដងនេះយើងបញ្ចូលវិញវាលោតវិញអញ្ចឹងវាលោតឲ្យទាំងអស់អញ្ចឹងមកជួនវាបូកគ្នាតអញ្ចឹងស្រួលសម្រាប់ធ្វើបញ្ជីវាអត់ពិបាកអញ្ចឹងលុយគ្រាន់តែយើង select មកនេះលុយអញ្ចឹងថាយើងអស់ប្រមាណនេះចានេះ57,000យើងទៅថោហើយខាងក្រោមនេះអស់ប្រមាណអញ្ចឹងយើងគ្រាន់តែចងតែម្ដងយើងស្រួលប្រើរហូតមកហើយវាអត់ទៀមទីអីឲ្យច្រើនទេឲ្យណាទេសម្រាប់បងដែលមានកូនបច្ចុប្បន្ននេះសូម្បីតែកូនក្មេងទូចៗក៏គាត់រៀនកុំព្យូទ័រដែរដូចខាងខ្ញុំនេះទី5ទី6ហ្នឹងខាងសាលាគាត់មានកុំព្យូទ័រអញ្ចឹងគ្រាន់តែឲ្យគាត់បញ្ចូលឲ្យគាត់បានដែរអត់មានអីបញ្ហាទេសម័យឥឡូវជឿនលឿនមែនទែនហ្មងមិនថាតែខ្ញុំមានសូម្បីតែក្មេងៗហ្នឹងទី6ទី7កុំព្យូទ័រវាចេះខាងបាយប៉ុន្តែខ្លាចតែក្មេងខ្លះគាត់វក់រឿងហ្គេមរឿងអីអាហ្នឹងវាទៅបែបផ្សេងមិនតែបើក្មេងវក់រឿងរៀនគឺថាអត់ទៅបាក់ហើយចំណាយរូបមន្តបើសិនជាអត់ចេះខ្ញុំប្រាប់ខ្ញុំអត់មានអីរូបមន្តអីឲ្យវែងឆ្ងាយច្រើនទេឥឡូវយើងគិតថាអានេះយើងគុណ2នេះគឺជាចំនួនដីឡើងហានេះគេយើងចុច level 1គេខ្ញុំបូកអានេះB C D E F G គឺមានតែចំនួនដីចំនួនស្រែមានតែ10 20ស្រែទៅមានមិនបញ្ចូលប៉ុណ្ណឹងមកបើអត់ក៏អត់បើមានតែមួយក៏បញ្ចូលតែមួយមកវាអត់បញ្ហាទេតែយើងគ្រាន់តែចងអញ្ចឹងហើយពីលើមកឥឡូវយើងនិយាយពីលើមកស្រួលនេះយើងចងតែពីលើមកប៉ុណ្ណេះមកចងតែពីនេះមកគឺយើងអុសឲ្យទាំងអស់ខាងក្រោមនេះគឺវាដើរអូតូតែម្ដងអញ្ចឹងស្រួលអញ្ចឹងយើងចុចទៅវាម្ដងនេះគុណ3គុណ4ចឹងទៅឧទាហរណ៍បន្តមកទៀតកន្លែងនេះយើងចំនួនតម្លៃមានដូចខ្ញុំនិយាយពីដើមនេះមានដីលើដីក្រោមអញ្ចឹងវាមាន16និង15នៅតំបន់ខ្ញុំណាតែមិនដឹងថាតំបន់មេតំបន់បងប្អូននៅស៊ីម៉ានេះមិនដឹងទេតែតំបន់ខ្ញុំ15 16 15ហ្នឹងគឺដីបឹងវារៀងធំហើយដីលើនេះវាភក់ផុងអញ្ចឹងវាខុសគ្នាថា1000ទេមួយអាអញ្ចឹងបើយើងចងរូបមន្តហើយបែបនេះ
ឧទាហរណ៍លើខាងលើនេះខ្ញុំគិតថាឲ្យស៊ី15 16ចឹងតែដល់ពេលខាងក្រោម15អញ្ចឹងបើដីបឹងបើគាត់មានក៏មានបើគាត់អត់ក៏អត់ទៅមានអីបើអត់គឺចេញ0មកនេះអត់មានអីបញ្ហាទេប៉ុន្តែបើមានយើងបញ្ចូលមកថាមាន100បញ្ចូលកន្លងមួយណាក៏បានតែយើងចងទាំងអស់ហើយយើងចងតែនេះមួយវាបានទាំងអស់តែយើងអ៊ីនធ្វើយើងចេញឲ្យ200តែបើយើងថាឥឡូវដីហ្នឹងយើងភ្ជួរម្ដងវាយសើយ2ដងយើងវាឡើង3ដងយើងគួរធ្វើម៉េចយើងបង្កើតកន្លងមួយទៀតមកឲ្យជីឡានេះមកចឹងរួមមកនេះយើងត្រូវកាយនេះខ្ញុំចងឲ្យយើងសាមអានេះហើយយើងដាក់សញ្ញាផ្កាយមានសញ្ញាគុណអញ្ចឹងបន្ទាប់មកយើងគ្រាន់តែលុបចេញមកហើយយើងដាក់លេខ3មកអញ្ចឹងឧទាហរណ៍ថាឡើង100ខ្ញុំមើលខ្ញុំដាក់លេខ3អញ្ចឹងវាឡើង300នឹងគុណ3ហើយអញ្ចឹងយើងបើមានគុណ3គុណ3ដែរប៉ុន្តែបើដីគាត់ច្រើនទៀតយើងបង្កើតកន្លងនេះមួយទៀតមកអានេះគុណ2នេះគុណ2នេះគុណ3ទៅឧទាហរណ៍អញ្ចឹងមានតែប៉ុណ្្នឹងឯងខ្ញុំគ្រាន់តែចង់ប្រាប់មេឲ្យស្រួលឲ្យស្រួលគិតហើយដីវាច្រើនដែរហើយចំនួនអីយើងអាចខុសយើងកែគុណតាមហ្នឹងអញ្ចឹងណាវាអីពិបាកហេស្រួលមែនតើយើងចងទុកទៅប៉ុណ្្នឹងគឺសពស្រួលហើយដល់ពេលអានេះបើសិនជាយើងថាអូឥឡូវចប់ហើយយើងអត់មានអីសរសេរទេយើងចង់លុបទាំងអស់ទៅអត់បញ្ហាតែដល់ពេលសំខាន់ជាងគេលទ្ធផលចុងក្រោយនេះហេផលដីគុណម៉ាដីណាយើងគុណ15 16អានេះអត់តាន់ចងហើយ100%ទេតែឃើញត្រុសអានេះអីអានេះអត់ចេញភាសាយើងខុសរូបមន្តអីមួយអញ្ចឹងខ្ញុំអត់តមកមើលបើអានេះខ្ញុំយកមកពីឆ្នាំមុននេះហើយឆ្នាំនេះខ្ញុំអត់តមកពិបាកអីទៅកែឆ្នៃអីច្រើនទៀតទេខ្ញុំចងតាមឆ្នាំដំបូងខ្ញុំប្រើបានរហូតហើយឈ្មោះបើយើងចង់រកថាខុសដីឆ្នាំមុនយើងវាស់ឃើញតែប៉ុណ្ណេះណាមិនវាស់ឃើញប៉ុណ្ណេះតែកងគាត់បោះខុសចឹងទៅយើងក៏អត់អីពិបាកដែរយើងចូលមកប្រាប់ស្រួល easy យើងចូលមកមើលថាឡូវឆ្នាំម៉ានខ្ញុំមានតាមឆ្នាំ2024ហ្នឹង2024ដាក់មកជីភ្ជួរខ្ញុំច្រូតក៏មានភ្ជួរក៏មានហើយយើងមើលមកដល់ឡូវបកគលកនេះបកគលកឆ្នាំមុនយើងបោះឃើញ16ឆ្នាំនេះមកយើងបោះឃើញដល់20មែនខុសគាត់ហើយឬក៏យើងបោះឃើញដល់15ដីគាត់វា20យើងវាខុសហើយអញ្ចឹងអាចទៅរកមើលបាននេះអត់មានអីពិបាកហើយអានេះធ្វើនៅក្នុងនេះគឺស្រួលឥឡូវឧទាហរណ៍ឥឡូវចង់រកខ្ញុំចង់រកថាឈ្មោះប្រភេទមួយចុះឧទាហរណ៍ចុះឈ្មោះប្រភេទយើង10មកភេទពោមកហ៎ដៃមួយពិបាកបន្តិចណាអញ្ចឹងឧទាហរណ៍យើងភេទមានច្រើនមានភេទកូបាមានភេទអីយ៉ាងទៅបើឈ្មោះចង់នេះច្រើនហើយយើងយក find all យើងរកឈ្មោះអ៊ីភេទប្រភេទឲ្យពាក់ព័ន្ធមួយភេទជាងអស់គ្រូភេទប្រភេទអីចឹងហ៎ហើយឡើយយើងចាំបានអ៊ីភេទជីលើមកប៉បណាដឹងគាត់អស់មែនដឹងអត់មានអីពិបាកទេនៅក្នុងនេះអញ្ចឹងខ្ញុំថាស្រួលហើយកុំថាខ្ញុំអត់ចេះទេកុំព្យូទ័រឥឡូវធូរថ្លៃជាងទូរស័ព្ទឆ្ងាយកុំព្យូទ័រនេះមិនតា400ជាងអីទិញបានហើយបើធុងអស់នេះបើយើងទិញអា RAM ទូចគឺតែធូរថ្លៃតែ150 180អីក៏ទិញបានដែរហើយឲ្យកូនអង្គុយធ្វើហើយចំណេះដឹងកូនទៀតស្រួលមែនទេខ្ញុំជឿថាមេវាច្រើនគឺកូនតែគាត់ចូលរៀនហើយអញ្ចឹងបើត្រឹមតែទី6ទី7អីគាត់ចេះហើយថ្មីឡើយសាលាណាគេស្នើឲ្យមានកុំព្យូទ័រមានអីគ្រប់គ្រាន់ដែរអញ្ចឹងបើចេះគឺវាល្អសម្រាប់យើងហ្នឹងវាអត់អីពិបាកហ្នឹងហើយបើថាយើងនៅធ្វើដៃទៀតមួយឆ្នាំគាត់មួយឆ្នាំហើយដល់ពេលឲ្យបាត់បង់រងងាយរកឃើញអីហ្នឹងអញ្ចឹងវាពិបាកអញ្ចឹងបើថាធ្វើតាមខ្ញុំនេះគឺវាស្រួលអញ្ចឹងណាសម្រាប់បងអញ្ចឹងអរគុណសម្រាប់ការតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់សង្ឃឹមថាជាប្រយោជន៍វីដេអូមួយនេះជាប្រយោជន៍សម្រាប់មេខាងគ្រឿងចក្រទាំងអស់អូខេអរគុណច្រើនបាយបាយ